សូមជម្រាបសួរបងប្អូនបាទឱកាសល្អសម្រាប់បងប្អូនដែលចង់ចិញ្ចឹមកណ្ដូបបានមកដល់ហើយបាទខ្ញុំមានការបញ្ចុះតម្លៃពងកណ្ដូបជាពិសេសសម្រាប់ឱកាសមុនចូលឆ្នាំខ្មែរយើងនេះបាទអញ្ចឹងមុននឹងដឹងពីការបញ្ចុះតម្លៃពិសេសបាទបងប្អូនមកដឹងពីតម្លៃកណ្ដូបរស់សិនបាទរាល់ថ្ងៃគឺយើងអាចលក់បានចន្លោះ 25,000 ទៅ 35,000 នៅក្នុង1គីឡូក្រាមបាទបើសិនជាបងប្អូនបាទចិញ្ចឹមបាន100គីឡូក្នុងមួយខែលក់បាទយើងអាចបានលុយចន្លោះពី2លានកន្លះទៅ3លានកន្លះក្នុងមួយខែបើសិនជាបងប្អូនបាទចិញ្ចឹមបាន500គីឡូលក់វិញក្នុងមួយខែបងប្អូនអាចបានចន្លោះពី12លានទៅ15លានក្នុងមួយខែបាទអញ្ចឹងការចិញ្ចឹមកណ្ដូបបងប្អូនចិញ្ចឹមតែរយៈពេល40ថ្ងៃទេបងប្អូនអាចចាប់លក់បានហើយបាទហើយកណ្ដូបវាស៊ីតែស្មៅស៊ីតែស្លឹកអំពៅបាទស៊ីស្លឹកចេកស្លឹកដូងស្លឹកអាស័យអីទេបាទអញ្ចឹងបងប្អូនមានស្លឹកអំពៅឬស្មៅហើយបងប្អូនចាំទៅបាទគឺអត់ខាតទេធានា 100% គឺមិនខាតទេបាទសម្រាប់បងប្អូនដែលទិញពងកណ្ដូបពីខាងខ្ញុំទៅខ្ញុំធានាញាស់ 100% ជូនបងប្អូនមិនញាស់ខ្ញុំដូរថ្មីជូនបងប្អូនបាទហើយនឹងធានាបរិញ្ញាបងប្អូនមកចេះរហូតដល់បានលក់បាទអញ្ចឹងសម្រាប់បងប្អូនដែលទិញពងកណ្ដូបមុនថ្ងៃទី12បាទខែមេសាមុនចូលឆ្នាំខ្មែរយើងនេះបាទបងប្អូនទិញពងកណ្ដូប1គីឡូតម្លៃ30,000បាទខាងខ្ញុំនឹងថែមមុងជូនបងប្អូនមួយទំហំ 2x4 ម៉ែត្របាទឱកាសល្អបានមកដល់ហើយណាបងប្អូនបាទបងប្អូនចំណាយតែ30,000រៀលបងប្អូនបានពងកណ្ដូប1គីឡូបូកនឹងស្បៃមុងមួយដែលមានទំហំ 2x4 ម៉ែត្របាទអញ្ចឹងបងប្អូនចំណាយលុយតិចហើយបងប្អូនលេងលំបាកបាទដេរស្បៃមុងឬទិញមុងបន្ថែមទៀតបាទសូមបញ្ជាក់បន្ថែមបាទបងប្អូនកំងមុនថ្ងៃទី12ខែ4មុនចូលឆ្នាំខ្មែរនេះបងប្អូនគ្រាន់តែកំងចំណែកឯពងកណ្ដូបហ្នឹងបងប្អូនយកនៅថ្ងៃណាក៏បានដែរបាទក្រោយចូលឆ្នាំក៏បានឬក៏ខែ5ក៏បានខែ6ក៏បានដែរសំខាន់គឺបងប្អូនបានកំងមុនថ្ងៃទី12ខែ4នេះបាទអញ្ចឹងបងប្អូនលេងលំបាកទៀតហើយបងប្អូនគ្រាន់តែយកឈើមកវាយធ្វើជាទ្រុងបាទឬក៏បងប្អូនផ្សារជាដែកហើយយើងយកមុងទៅដល់ចងក្នុងទ្រុងហ្នឹងហើយយើងដាក់ពងចូលទៅបងប្អូនចាំតែឲ្យស្មៅស៊ីទៅបានហើយលែងលំបាកទៀតហើយបាទហើយបើសិនជាបងប្អូនចង់ធ្វើជាកឋានធំដូចនៅកឋានរាវិនខ្ញុំនេះក៏បានដែរបាទខ្ញុំនឹងបញ្ចុះតម្លៃពងជាពិសេសជូនបងប្អូនតែម្ដងបើសិនជាបងប្អូនយកច្រើនបាទអញ្ចឹងបើបងប្អូនចង់ចិញ្ចឹមបងប្អូនឆាប់បញ្ជាទិញឥឡូវនេះទៅហើយចំណែកឯពងវិញបងប្អូនចង់យកថ្ងៃណាក៏បានខែណាក៏បានដែរសំខាន់បងប្អូនបញ្ជាទិញឲ្យបានមុនថ្ងៃទី12មុនចូលឆ្នាំខ្មែរយើងនេះបាទចំណែកឯពងបងប្អូនយកនៅថ្ងៃណាក៏